Theory និង Theory Pro នាឡិកាទាំងពីរនេះមានចំណុចខុសគ្នាយ៉ាងម៉េចខ្លះមកបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីចំណុចពិសេសរបស់នាឡិកាទាំងពីរនេះបន្ទាប់ពី Theory Pro បានធ្វើការសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងរួចហើយខ្ញុំជឿថាបងប្អូនមួយចំនួនដែរជាអ្នកតាមដានទៅលើនាឡិការបស់ Mavit គាត់ច្បាស់ជានឹងមានអារម្មណ៍មួយថារៀងភ័ន្តច្រឡំថាតើមួយណាជា Theory Pro ហើយមួយណាជា Theory ប៉ុន្តែបើសិនបើយើងស៊ីជម្រៅទៅលើមុខងារគឺនឹងបែងចែកដាច់តែម្ដងថាតើមួយណាពិសេសជាងគេអូខេអញ្ចឹងយើងទៅមើលទៅអស់គ្នាចំណុចខុសគ្នាទី1គឺទៅលើទំហំនិងរូបរាងរបស់នាឡិកាទាំងពីរនេះសម្រាប់ model ធម្មតា Theory គឺមានទំហំតួខ្លួននឹង 48.5 គុណនឹង 48.5 មីលីម៉ែត្រចំណែកឯ model Pro Theory Pro នេះវិញគឺមានទំហំ48គុណនឹង48អញ្ចឹងទៅលើទំហំរបស់នាឡិកានេះគឺខុសគ្នាតែបន្តិចទេហើយបូកផ្សំជាមួយនឹងនាឡិកា Theory Pro នេះប្រើតួនាឡិកាជាប្រភេទទីទានាមទៀតអញ្ចឹងធ្វើឲ្យនាឡិកា Theory Pro នេះគឺមានទម្ងន់ស្រាលជាង Theory អញ្ចឹងក្រៅពីនេះដូចជាទំហំអេក្រង់របស់នាឡិកាទាំងពីរនេះអីគឺមានទំហំ 1.5 អ៊ីងដូចគ្នាទាំងអស់តែម្ដងទាំង resolution ឯហ្នឹងក៏មានទំហំដូចគ្នាដែរបើយើងនិយាយពីពន្លឺសម្រាប់នាឡិកាទាំងពីរនេះចំពោះ Theory គឺមានពន្លឺត្រឹមតែ 2000 nit ទេប៉ុន្តែ Theory Pro នេះគឺមានពន្លឺរហូតដល់ 3000 nit ហើយបើយើងនិយាយពីភាពធន់មាំរបស់នាឡិកាទាំងពីរនេះសម្រាប់នាឡិកាទាំងពីរនេះគឺជានាឡិកាមួយដែលឆ្លងកាត់ការតេបែកទីដូចគ្នាប៉ុន្តែសម្រាប់ Theory Pro គឺមានចំណុចពិសេសមួយដោយសារតែ Theory Pro ប្រើជាមួយនឹងកញ្ចក់ដែលជាប្រភេទ Sapphire Glass ដែលអាចការពារឆ្កូតការពារការប៉ះទង្គិចអីបានល្អបូកផ្សំជាមួយនឹងតួ Titanium ធ្វើឲ្យ Theory Pro នេះគឺកាន់តែមានគុណភាពខ្លាំងជាង Theory ចំពោះ Theory កញ្ចក់គឺប្រើជាប្រភេទ Gorilla Glass គឺអាចថាការពារធន់អីល្មមបានទេប៉ុន្តែបើសិនឲ្យធន់មាំដូចជា Theory Pro គឺ Theory Pro វាដាច់តែម្ដងចំណុចមួយទៀតដែលជាចំណុចធ្វើឲ្យនាឡិកាទាំងពីរនេះមានភាពខុសគ្នាខ្លាំងតែម្ដងដោយសារតែទៅលើ Theory Pro នេះគឺភ្ជាប់មកជាមួយនឹង mic និង speaker នៅក្នុងនេះដែលយើងអាចធ្វើការ call ចេញ call ចូលអីបាននៅក្នុងនាឡិកាមួយនេះប៉ុន្តែសម្រាប់ Theory វិញគឺមានត្រឹមតែ mic ទេមិនមាន speaker នៅក្នុងនេះទេអញ្ចឹងធ្វើឲ្យនាឡិកាមួយនេះមិនអាចធ្វើការ call ចេញ call ចូលបានទេបើយើងនិយាយពីប្រព័ន្ធការពារទឹករបស់នាឡិកាទាំងពីរនេះវិញសម្រាប់នាឡិកាទាំងពីរនេះគឺខ្លាំងដូចគ្នាដោយសារតែប្រើជាមួយនឹងប្រព័ន្ធ 10 ATM ដូចគ្នាទាំងអស់តែម្ដងប៉ុន្តែទៅលើ Theory Pro គឺមានចំណុចមួយដែលពិសេសជាង Theory ហ្នឹងគឺដោយសារតែនាឡិកានេះភ្ជាប់មកជាមួយនឹង mic និង speaker នៅក្នុងនេះប៉ុន្តែអាចលឹបទឹកបានច្រើនជាង Theory ទៀត Theory គឺមានត្រឹមតែមុខងារ free diving ទេប៉ុន្តែ Theory Pro បានទាំង free diving បានទាំង scuba diving ហើយចំណុចប្លែកគ្នាមួយទៀតរវាង Theory និង Theory Pro នេះ Theory Pro នេះគឺប្លែកដាច់ពី Theory តែម្ដងដោយសារតែភ្ជាប់មកជាមួយនឹងពិលនៅក្នុងនេះពិលនេះគឺមានពីរពណ៌មានពណ៌សនិងពណ៌ក្រហមនៅក្នុងហ្នឹងចំពោះពណ៌ក្រហមគឺជា SOS mode ដែលយើងអាចសុំជំនួយអីផ្សេងៗបានហើយបើយើងនិយាយពីមុខងារ offline map វិញសម្រាប់នាឡិកានេះគឺ support ជាមួយនឹង offline map បានដូចគ្នាប៉ុន្តែទៅលើ Theory Pro នេះគឺមានចំណុចពិសេសមួយដែលប្លែកពី Theory ធម្មតាហ្នឹងគឺយើងអាចកំណត់ទិសដៅឬក៏ថាយើងអាច point map នៅលើនាឡិកានេះបានចំពោះមុខងារនៅក្នុងនាឡិកាទាំងពីរនេះដូចជាមុខងារសុខភាពអីសម្រាប់នាឡិកាទាំងពីរនេះគឺមានដូចគ្នាសឹងតែគ្រប់យ៉ាងតែម្ដងមិនថា storage ឬក៏ថាភាពសុក្រឹតអីផ្សេងប៉ុន្តែបើយើងនិយាយពីមុខងារកីឡាវិញសម្រាប់នាឡិកា Theory Pro នេះគឺមានមុខងារកីឡារហូតដល់180ម៉ូតជាងប៉ុន្តែ Theory នេះគឺមានមុខងារកីឡាត្រឹមតែ170ម៉ូតទេអូខេបងប្អូនទាំងគ្នាអញ្ចឹងតែអស់នេះហើយគឺជាចំណុចខុសគ្នារវាង Theory និង Theory Pro ហើយសម្រាប់បងប្អូនទាំងគ្នាយល់យ៉ាងណាដែររវាង Theory និង Theory Pro បងប្អូនទាំងគ្នាចង់ប្រើមួយណាអាច comment នៅក្រោមវីដេអូនេះបាន